ទោះជាយើងស្គាល់គ្នាមិនយូរប្រមាណកាយរាល់ពេលដែលនៅជាមួយនាងខ្ញុំសប្បាយចិត្តហើយមានក្តីសុខណាស់ខ្ញុំដឹងថានាងរឹងមាំខ្ញុំដឹងថានាងធ្វើរឿងដែលនាងមិនចូលចិត្តរាល់ថ្ងៃមិនអាចធ្វើជាខ្លួនឯងបានខ្ញុំដឹងថានាងរែកទូលបន្ទុកច្រើនធ្ងន់ហើយហត់នឿយណាស់ថ្ងៃនេះខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំស្រឡាញ់នាងជានាងដែលតែងផ្ដល់ភាពកក់ក្ដៅជាមនុស្សតែងតែខ្លាចបងមិនមើលជាមនុស្សដែលតែងខ្លាចបងព្រៀងព្រៃក្ដៅមនុស្សតែម្នាក់ចង់មកខ្លាចទាំងមួយជីវិតខណៈជួគ្នាខាងហ៊ានប្រត់ភាពបែកទៀតផងប៉ុន្តែបងមិនដែលរៀនមិនសុំតអូនសុំសង្សារមិនតែងតាមត្រង់មិនប្រកាន់ថាយើងមិនចារឹកតែខ្លួនបើរកគ្នាក៏អរគុណគុំសាទាំងសងខាងដែរនឹងចម្លើយថាយើងអាចនឹងការជាមួយគ្នាហើយកាន់តែឆ្លងកាត់ផ្លូវជីវិតcùngគ្នាថ្ងៃនេះខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំស្រឡាញ់នាងអូនស្រឡាញ់បងណាស់មិនត្រូវពេលបងអើយបងស្ដាប់លឺទេអត់ដែលចិត្តទាំងបងជាចង់បងសម្រាប់អោអូនអាចតែបងជាមនុស្សតែម្នាក់ដែលអូនច្បាស់ថាមិនថាកូនអត់ដែលស្រឡាញ់មួយដែលរងយើងអាចមានថ្ងៃនេះអូនតែបងខំថែរក្សាក្ដីស្នេហានេះឲ្យនៅនៃក្នុងមិនអាចមកតែខ្លាំងបានអរគុណដែលបងបានផ្ដល់តម្លៃទោះប្រដោយខ្លះខែឆ្លាប់ចំកាន់តែអូនចង់ជានាងទោះជាយើងស្គាល់គ្នាមិនយូរប្រមាណកាយរាល់ពេលដែលនៅជាមួយនាងខ្ញុំសប្បាយចិត្តហើយមានក្តីសុខណាស់ខ្ញុំដឹងថានាងរឹងមាំខ្ញុំដឹងថានាងធ្វើរឿងដែលនាងមិនចូលចិត្តរាល់ថ្ងៃមិនអាចធ្វើជាខ្លួនឯងបានខ្ញុំដឹងថានាងរែកទូលបន្ទុកច្រើនធ្ងន់ហើយហត់នឿយណាស់ថ្ងៃនេះខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំស្រឡាញ់នាងជានាងដែលតែងផ្ដល់ភាពកក់ក្ដៅជាមនុស្សតែងតែខ្លាចបងមិនមើលជាមនុស្សដែលតែងខ្លាចបងព្រៀងព្រៃក្ដៅមនុស្សតែម្នាក់ចង់មកខ្លាចទាំងមួយជីវិតខណៈជួគ្នាខាងហ៊ានប្រត់ភាពបែកទៀតផងប៉ុន្តែបងមិនដែលរៀនមិនសុំតអូនសុំសង្សារមិនតែងតាមត្រង់មិនប្រកាន់ថាយើងមិនចារឹកតែខ្លួនបើរកគ្នាក៏អរគុណគុំសាទាំងសងខាងដែរនឹងចម្លើយថាយើងអាចនឹងការជាមួយគ្នាហើយកាន់តែឆ្លងកាត់ផ្លូវជីវិតcùngគ្នានឹងថ្ងៃនេះអូនចង់ប្រាប់បងថាថ្ងៃនេះខ្ញុំគ្រាន់តែចង់ប្រាប់ថាខ្ញុំស្រឡាញ់នាងអូនស្រឡាញ់បងណាស់មិនត្រូវពេលបងអើយ